បាទបរោរឿងយើងក៏ផ្ទះយើងសម័យយើងបាទឯងក៏ដូចគ្នាដែរឯងមិនជួយទេឯងបាទហើយខ្ញុំសត្វតែឯងឯងក៏ចង់ដែរជួយឲ្យចូលអត់តែប្រាប់គេទេឯងនេះផ្ទះខ្ញុំចាឯងបានមករកអញមកឯងបាទចំបាយហើយខ្ញុំអត់ខ្លាចទេព្រោះតែខ្ញុំព្រោះតែអញឯងចាំឯងឲ្យខ្លាំងអត់ដល់យកប្លង់មកហើយចាំឃើញប្លង់យកមកកក្តារក្បាលឯងនោះណាយកប្លង់មកយកប្លង់មកតែចង់ឃើញអាប្លង់ចោលម៉ែណាមកទេយេអោគេអោបរឿងអីយេបងប្អូនបាទលុកលុយចូលមកផ្ទះយើងដីយើងតែយើងអាចោលប្លន់បាទលោកមុតផនអភិបាលនៃគណៈអភិបាលស្រុកសំរោងទងបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យនិងរុះរើការសាងសង់របងរំលោភលើផ្លូវសាធារណៈពីសំណាក់ប្រជាពលរដ្ឋមួយគ្រួសារស្ថិតនៅភូមិអូរំជែកឃុំសែនដីស្រុកសំរោងទងខេត្តកំពង់ស្ពឺនៅថ្ងៃទី24ខែកក្កដាឆ្នាំ2026នេះ